ចូលឆ្នាំទាំងមូលសំដដែលលេងប៉ាត់ម្សៅមិនគួរណាម៉ាក់ប្រើឲ្យបេះឥឡឹកសោះហើយជីវិតនេះពិតជាកំសត់ពេកហើយឥឡឹកនឹងចឹងដែរធ្វើដូចវាខ្វះថ្ងៃទុំចឹងហើយវាមកទុំថ្ងៃចូលឆ្នាំអីណាអត់យល់ទេនិយាយមែនហ្មងអត់យល់សោះខ្ញុំដែលមាននិស័យជាមួយនឹងអាការដើរលេងសប្បាយហឺហានឹងសមហ្មងគិតមើលនិយាយទៅមួយឆ្នាំបងប្អូនដូចឃើញវីដេអូខ្ញុំឲ្យកំហល់ណាដែលមានវីដេអូខ្ញុំថតថាខ្ញុំទៅដើរលេងនៅនេះនៅនោះមិនងាយមានទេដោយសារតែមនុស្សវាអត់មាននិស្ស័យជាមួយនឹងអាការដើរលេងអញ្ចឹងឲ្យតែកម្រងទៅណាមិនដែលបានជោគជ័យទេអូយកុំឲ្យខាតបើជ្រុលជាអត់បានទៅដើរលេងអីមកបេះឥឡឹកហើយអញ្ចឹងក៏រៀបបង្វិចយកមកថតរូបមេកអត់ថតរូបអីអញ្ចឹងណាគេដើរលេងប៉ាតម្សៅបាញ់ទឹកអីគេនៅកន្លែងមនុស្សអ៊ូអរសប្បាយខ្ញុំនេះមកថតរូបនៅចការធម្មតាហើយខ្ញុំមកនៅចាំម្ខាងទៀតmake up ផងចាំកបីផងហើយនេះលុបមុខសិតតែលុបមុខទឹកក៏ភ្លើងទៀតណាព្រោះអីអត់បានដាក់ទឹកមកមានហ្វូមមានអីទេអញ្ចឹងហើយខ្ញុំក៏មកជូតមុខជាមួយស្លៃជូតមុខអេលសាសិនស្លៃជូតមុខអេលសាគឺជាផលិតផលរបស់ប្រទេសជប៉ុន100%មានតួនាទីជួយកម្ចាត់បាក់តេរីទលេដីស្នាមមុនស្នាមជាប់ស្នាមអេរុយនិងជួយការពារមុខយើងកុំឲ្យឡើងរោឡើងកទួលរមាស់និងការពារកុំឲ្យលាកកូរ៉ូពីជាពិសេសហ្នឹងសម្រាប់អ្នកដែលមានស្បែកមុខស្ដាងដូចខ្ញុំហ្នឹងគឺត្រូវបាច់ហ្មងហើយខ្ញុំកុំឲ្យខាតនេះបងប្អូនប្រើជូតមុខជូតមាត់ជូតកអីអស់ហើយជូតដៃថែមទៀតបើបានជូតមុនពេល make up អីវិញគឺថាធ្វើឲ្យ make up របស់យើងហ្នឹងគឺ smooth ល្អចូលមុខបានល្អអញ្ចឹងបងប្អូនតើខ្ញុំជូតមុខជូតអីហើយខ្ញុំមកធ្វើការ make up ហើយការ make up របស់ខ្ញុំគឺងាយស្រួលទេបងប្អូនព្រោះអត់មានទៅណាទេគឺ make up ថតរូបលេងហ្នឹងណាបងប្អូនគ្រាន់តែ make up តែវាគ្រាន់ឃើញស្អាតហើយការ make up របស់ខ្ញុំគឺបានប៉ុណ្ណឹងតែខ្ញុំអត់ចេះ make up ផងបងប្អូនហើយនេះមកដល់វគ្គដូរឈុតនេះអានេះបងប្អូនខ្ញុំមិនឲ្យខ្ញុំទេហើយខោហ្នឹងក៏ខោបងប្អូនខ្ញុំឲ្យដែរពីមុនវាស្លៀកត្រូវឥឡូវវាស្លៀកលេងត្រូវវាឲ្យខ្ញុំមកឲ្យខ្ញុំស្លៀកខ្ញុំអត់ដែរស្លៀកទេដល់ពេលយកមកស្លៀកដូចមិនទេបងប្អូនហើយនាំគ្នាមកថតវីដេអូបែបលក្ខណៈឈួតហើយបងប្អូនខ្ញុំវារៀងវាអើយឡើងនិយាយម៉ាត់ហ្មងគឺថាវាអត់ចេះថែរៀងអីទេមកធ្វើហ្គេងអីនេះយកខ្សែក្រវ៉ាត់ហក់ចុះហក់ឡើងវាចំជើងខ្ញុំប្លក់ខ្ញុំតែខ្ញុំបេះឥឡឹកហើយ make up អីហើយហ្នឹង make គឺវារភ្លៀងបងប្អូនអាងឹតអាយអាប់ហ្មងហើយនៅជុំវិញខ្ញុំហ្នឹងគឺភ្លៀងតែនៅកន្លែងចការខ្ញុំអត់ភ្លៀងទេនិយាយទៅគឺទេវតាលេងសើចមួយខ្ញុំខ្លាំងណាខ្ញុំត្រូវការទៅតែអត់ភ្លៀងបងប្អូនហើយត្រូវខ្យល់ផងអីផងហើយមើលបាច់មើលសក់ក្បាលហើយមើលបាច់មើលជើងខ្ញុំទេគឺថាជាប់គ្រប់កន្លែងគ្មានកន្លែងណាល្អទេដៃជើងខ្ញុំមកឥឡូវចូលដល់ឈុតទី2ហ្មងឈុតទី2ហ្នឹងចង់អាងឹតហ្មងបងប្អូនហើយនិយាយទៅឥឡូវហ្នឹងមានអារម្មណ៍ថារៀងខ្លួនឯងគឺស្អាតជាងមុនបងប្អូនឥឡូវហ្នឹងគឺថាខ្ញុំស្លៀកឈុតអីទេខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ដែរខ្វាយខ្វល់ជាមួយនឹងរៀងរបស់ខ្ញុំថាខ្លាចឃើញក្បាលពោះខ្លាចអីទេនិយាយទៅគឺស្រឡាញ់រៀងខ្លួនឯងហ្មងតាំងពីស្គាល់ជាមួយ skinny មកគឺស្រឡាញ់រៀងខ្លួនឯងខ្លាំងហ្មងខ្ញុំស្រឡាញ់ការស្លៀកពាក់បែបស៊ីឃើញរៀងឃើញអីខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តប៉ុន្តែអត់ដែរហ៊ានស្លៀកចេញទៅក្រៅទេខ្ញុំហ៊ានស្លៀកបើសិនជាខ្ញុំស្លៀកថតស្លៀកអីអញ្ចឹងខ្ញុំហ៊ានប៉ុន្តែបើឲ្យខ្ញុំស្លៀកដើរទៅក្រៅហ្មងគឺខ្ញុំអត់ដែរស្លៀកទេកម្រស្លៀកមិនងាយស្លៀកទេខ្ញុំធ្វើឈួតម្នាក់ឯងអញ្ចឹងរំរែកអីអញ្ចឹងបានទៅនៅម្នាក់ឯងទេខ្ញុំមិនដែរទៅក្រៅមិនដែរថាចេះរំចេះហ៊ានរំហ៊ានអីមិនទេតែក្រៅលក្ខណៈថាខ្ញុំជាមនុស្សម្នាក់អញនិយាយបានថាសភាពដែលអត់ហ៊ានហ្មងខ្លាចគេហ្មងបងប្អូនប៉ុន្តែបើថានៅម្នាក់ឯងឈួតគ្មានលេខដាក់ខ្ញុំចង់ឲ្យមានបងប្អូនគាត់ថារៀងរបស់ខ្ញុំស្អាតបងប្អូនរៀងរបស់ខ្ញុំស្អាតដោយសារខ្ញុំប្រើជាប្រចាំជាមួយនឹង skinny បងប្អូន skinny គឺជាប្រភេទគ្រាប់ធញ្ញជាតិមិនមែនជាថ្នាំសម្រក់ទេវាជួយសម្រួលដល់សម្ពាធឈាមធ្វើឲ្យការគេងលក់ស្រួលសម្រួលដល់ប្រព័ន្ធរំលាយអាហារធ្វើឲ្យការបន្តបង់ហ្នឹងគឺងាយស្រួលហើយយើងគាត់ប្រើប្រាស់ងាយមែនតើហូបវាមួយគ្រាប់មុនពេលចូលគេជាមួយនឹងទឹកក្តៅឧនគឺឃើញប្រសិទ្ធភាពលឿនមែនតើប្រើដោយទំនុកចិត្តប្រើដោយអត់មានផលប៉ះពាល់ដល់សុខភាពប្រើអត់ធ្វើទុកប្រើអត់ស្រក់ដូរជូនលុយវិញប្រើមួយទីបស្រក់បាន2ទៅ4គីឡូហើយពេលឈប់ប្រើគឺអត់ឡើងគីឡូវិញទេបងប្អូនហើយបងប្អូនមើលជាក់ស្ដែងទៅនេះរៀងអ្នកប្រើ skinny ហើយនិងអ្នកអត់ប្រើ skinny ហើយបងប្អូនខ្ញុំច្រើនឆ្នាំណាបងប្អូនខ្ញុំឡើង5 6ឆ្នាំប៉ុន្តែបងប្អូនមើលរៀងវាឥឡូវគឺធំហើយកម្រាប់ជាងខ្ញុំទៀតហើយអ្នកនិយាយថាវាកម្រាប់គឺអត់បានទេវាខឹងហើយអូនខ្ញុំវាខ្ទាបជាងខ្ញុំទេហើយអាយុក៏តិចជាងខ្ញុំដែរប៉ុន្តែមានវិញមិនបាច់ទេគឺឈ្នះខ្ញុំហ្មងប៉ុន្តែថតចប់ហ្នឹងឥឡូវគឺយប់ល្មមបងប្អូនហើយបងវិញបងប្អូនខ្ញុំទូលហ្នឹងគឺក៏អាវវាខ្ចប់យកទៅវិញថតមកល្ងាចហ្នឹងបានតែរូបបានស្លឹកនេះហ្នឹងទេបងប្អូនដោយសារតែពេលហ្នឹងខ្លាចភ្លៀងខ្លាំងមែនតើដល់ពេលអញ្ចឹងថតលហន់អត់មានបានរូបស្អាតអីអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយអរគុណច្រើនបាយបាយបងប្អូន